បាទជំរាបសួរខ្ញុំបាទឈ្មោះតេសរើនគឺជាមន្ត្រីរបស់មជ្ឈមណ្ឌលអភិវឌ្ឍជនបទកម្ពុជាកូរ៉េខ្ញុំបាទសូមមកបង្ហាញនៅមេរៀនមួយគឺមេរៀនស្ដីអំពីអនាម័យជនបទបាទដើម្បីកុំឲ្យខាតពេលយូរសូមជួយតាមដានជាមួយខ្ញុំបាទមាតិកាទី1សេចក្តីផ្ដើមទី2គោលបំណងនៃមេរៀនទី3លទ្ធផលរំពឹងទុកទី4ផ្នត់គំនិត WOS និងស្តង់ដារអន្តរជាតិទី5គោលនយោបាយនិងយុទ្ធសាស្ត្ររបស់ MRD ទី6អនាម័យមូលដ្ឋានទី7ប្រវត្តិប្រតិបត្តិការស្ថានីយ៍ទឹកស្អាតនិងទី8កម្មវិធីអនាម័យ Fast NCLTS សេចក្តីផ្ដើមវិស័យអនាម័យនិងផ្គត់ផ្គង់ទឹកស្អាតគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កែលម្អសុខភាពសាធារណៈនិងគុណភាពជីវិតប្រជាជនកម្ពុជាពិសេសនៅតាមតំបន់ជនបទការអនុវត្តអនាម័យគឺជាគន្លឹះដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទដើម្បីស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលប្រទេសកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ2050គោលបំណងនៃមេរៀននៅចំចប់មេរៀននេះអ្នកនឹងយល់ដឹងអំពីផ្នត់គំនិត WOS និងជាមួយនឹងគោលនយោបាយជាតិយល់ដឹងអំពីការពង្រឹងចំណេះដឹងអនាម័យបង្គន់អនាម័យនិងការអនុវត្តអាកប្បកិរិយាយល់ដឹងអំពីទូនាទីរបស់សហគមន៍ក្នុងការចូលរួមសម្អាតបរិស្ថាននិងអនាម័យលទ្ធផលរំពឹងទុកលោកអ្នកនឹងយល់ដឹងអំពីទឹកស្អាតអនាម័យព្រមទាំងផែនការយុទ្ធសាស្ត្រជាតិផែនការយុទ្ធសាស្ត្ររបស់ក្រសួងអភិវឌ្ឍជនបទចំណុចទី4ផ្នត់គំនិត WOS និងស្តង់ដារអន្តរជាតិសេចក្តីណែនាំអំពីស្ថានភាព WOS បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា WOS គឺជាកម្មវិធីទឹកស្អាតនិងអនាម័យសំដៅទៅលើកម្មវិធីគំនិតផ្ដួចផ្ដើមផ្ដោតទៅលើការកែលម្អសុខភាពទទួលបានទឹកស្អាតសម្ភារៈរូបវន្តអនាម័យរួមទាំងអត្រាផ្ដល់នៃការបន្ទោបង់ពាសវាលពាសកាលប្រទេសកម្ពុជាជាប្រឈមមុខនឹងបញ្ហាទាំងនេះរួមមានការបន្ទោបង់ពាសវាលពាសកាលនិងគម្លាតរវាងទីប្រជុំជននិងជនបទទទួលបានការប្រើប្រាស់បរិក្ខារជាមូលដ្ឋានការចូលរួមរបស់សហគមន៍ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតអនាម័យជនបទនៅមានកម្រិតនៅឡើយជាពិសេសក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចចំណុចកស្ថានភាព WOS នៅក្នុងប្រទេសកម្ពុជាមាន3រួមបញ្ចូលគ្នាគឺទី1គឺ water បាទទី2គឺ sanitation ទី3គឺ hygiene បាទចំពោះwater មានអក្សរកាត់ WA គេឲ្យនិយមន័យទៅលើទឹកគឺជាវត្ថុរាវថ្លាគ្មានពណ៌គ្មានរសជាតិក្លិនដែលធ្លាក់ពីលើពពកឬភ្លៀងដែលបង្កើតជាទឹកបឹងឬក៏សមុទ្រហើយប្រើសម្រាប់ផឹកឬក៏លាងជាដើមចំណែកឯ sanitation គឺសំដៅទៅលើអក្សរ S ដែលឲ្យនិយមន័យទៅលើអនាម័យលើការគ្រប់គ្រងកាកសំណល់ជាពិសេសការគ្រប់គ្រងកាកសំណល់របស់មនុស្សជានឹងឯងបាទចំណែកឯ hygiene គឺតំណាងឲ្យអក្សរ H អនាម័យគេឲ្យនិយមន័យទៅលើអនាម័យគឺទាក់ទងទៅនឹងអនាម័យផ្ទាល់ខ្លួនដូចជាអនាម័យខ្លួនប្រាណឬក៏សម្លៀកបំពាក់ចំណុចខ SDG 6គឺគោលដៅយុទ្ធសាស្ត្រជាតិ WOS របស់កម្ពុជានៅក្នុង SDG 6គឺស្របទៅតាមយុទ្ធសាស្ត្របញ្ញកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី1បានចែងឲ្យដែរថាយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1គឺ
ផ្ដោតទៅលើកំណើនការងារសមត្ថភាពប្រសិទ្ធភាពនិងចីរភាពដើម្បីកសាងមូលដ្ឋានប្រទេសកម្ពុជាក្លាយជាប្រទេសមានកម្រិតខ្ពស់នៅឆ្នាំ2050អញ្ចឹងនៅក្នុងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក៏មានបង្កើតនៅ NSDP 2024-2028 ក៏ស្របទៅតាមជាមួយនឹង Cambodia SDG ហើយ Cambodia SDG នេះគឺស្របទៅតាមកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិហើយក្នុងនោះទឹកគឺស្ថិតនៅក្នុងលំដាប់លេខរៀងទី6នឹងឯងទី5គឺគោលនយោបាយនិងយុទ្ធសាស្ត្ររបស់ MRD ផែនការយុទ្ធសាស្ត្រ2024-2028ដើម្បីឆ្លើយតបទៅនឹងដំណាក់កាលដំបូងនៃយុទ្ធសាស្ត្របញ្ញកោណក្រសួងអភិវឌ្ឍជនបទបានគូបញ្ជាក់អំពីចក្ខុវិស័យរយៈពេល5ឆ្នាំគឺឆ្នាំ2024-2028ដោយកំណត់គោលដៅគោលនយោបាយបេសកកម្មនិងយុទ្ធសាស្ត្រសំខាន់ដែលមានទស្សនវិស័យក្រសួងអភិវឌ្ឍជនបទដាក់ចេញនៅទស្សនវិស័យរយៈពេល5ឆ្នាំគឺការកសាងតំបន់ជនបទប្រកបដោយភាពរីកចម្រើនប្រកបដោយភាពច្នៃប្រឌិតការប្រើប្រាស់ប្រព័ន្ធ Digital និងធនទ្រាំនឹងសេដ្ឋកិច្ចសង្គមមកកិច្ចនិងវប្បធម៌ដើម្បីធានាបាននូវសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទប្រកបដោយចីរភាពបេសកកម្មក្រសួងអភិវឌ្ឍជនបទបដិញ្ញាផ្ដល់សេវាអភិវឌ្ឍជនបទដោយផ្ដោតទៅលើកម្មវិធីអាទិភាពចំនួន5ដើម្បីកាត់បន្ថយភាពក្រីក្រនៅជនបទប្រកបដោយស្ថិរភាពនិងនិរន្តរភាពដើម្បីបំពេញបេសកកម្មនេះក្រសួងបានប្រកាន់ខ្ជាប់នៅភារកិច្ចដែលបានចងនៅក្នុងបរិយាក្រមលេខ NS/RKM/0196/12 ចុះថ្ងៃទី25 ខែមករាឆ្នាំ1996តាមការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជាគោលបំណងសំខាន់មានចំនួន2គឺទី1បង្កើនប្រាក់ចំណូលជនបទដើម្បីធានាបាននូវជីវភាពសមរម្យនិងនិរន្តរភាពហើយទី2គឺលើកកម្ពស់សុខុមាលភាពគ្រួសារនៅជនបទដោយលើកកម្ពស់សុខភាពនិងការរស់នៅដែលមានបរិស្ថានស្អាតគោលដៅយុទ្ធសាស្ត្រទាំង5គោលដៅយុទ្ធសាស្ត្រទី1ការកែលម្អគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទដែលមានភាពធន់ហើយគោលដៅយុទ្ធសាស្ត្រទី2គឺការអភិវឌ្ឍសុខភាពអនាម័យនិងការរស់នៅតាមផ្ទះហើយគោលដៅយុទ្ធសាស្ត្រទី3គឺការអភិវឌ្ឍសហគមន៍ជនបទតាមប្រព័ន្ធ Digital និងចលនាភូមិគំរូគោលដៅយុទ្ធសាស្ត្រទី4គឺជំរុញការផ្លាស់ប្ដូរសេដ្ឋកិច្ចជនបទនិងការច្នៃប្រឌិតការងារបាទយុទ្ធសាស្ត្រទី5គឺការលើកកម្ពស់ការពង្រឹងស្ថាប័នតាមរយៈគោលនយោបាយកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈប្រព័ន្ធ Digital ចំណុចខយុទ្ធសាស្ត្រសំខាន់ទី1គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងដឹកជញ្ជូនជនបទប្រកបដោយនិរន្តរភាពយុទ្ធសាស្ត្រទី2គឺការលើកកម្ពស់សុខភាពអនាម័យនិងបរិស្ថានប្រកបដោយនិរន្តរភាពនៅតាមសហគមន៍ជនបទបាទហើយយុទ្ធសាស្ត្រទី3ការវិវត្តជនបទតាមប្រព័ន្ធ Digital និងចលនាភូមិគំរូហើយយុទ្ធសាស្ត្រទី4ការផ្លាស់ប្ដូរសេដ្ឋកិច្ចជនបទតាមបែបចម្រុះនិងការច្នៃប្រឌិតការងារយុទ្ធសាស្ត្រទី5ពង្រឹងស្ថាប័នតាមរយៈគោលនយោបាយសេដ្ឋកិច្ចការប្រតិបត្តិការហិរញ្ញវត្ថុតាមប្រព័ន្ធ Digital អនាម័យមូលដ្ឋានគឺមានសារៈសំខាន់នៅក្នុងសាលារៀននិងកន្លែងលាងដៃការផ្ដល់និងថែរក្សាបង្គន់អនាម័យតាមសាលារៀននិងកន្លែងលាងដៃមានសារៈសំខាន់ណាស់សម្រាប់សុខុមាលភាពការចូលរៀនការអនុវត្តការសិក្សានិងសុខុមាលភាពទូទៅបរិស្ថានស្អាតមានសុខភាពសុវត្ថិភាពជួយទប់ស្កាត់ដល់ការរីករាលដាលបង្កើនទំនុកចិត្តដល់សិស្សនិងបង្កើនបរិយាកាសសិក្សាកាន់តែវិជ្ជមាននិងសមធម៌សម្រាប់សិស្សគ្រប់គ្នាមួយទៀតបរិស្ថានអនាម័យដែលមិនមានសុវត្ថិភាពនិងជំងឺដែលអាចឆ្លងតាមរយៈទឹកកាកសំណល់មិនមានសុវត្ថិភាពនិងអនាម័យមិនល្អគឺជាមូលហេតុចម្បងនៃជំងឺឆ្លងក្នុងទឹកការបំពុល
ប្រភពទឹកជាមូលហេតុដែលមេរោគនិងប៉ារ៉ាស៊ីតបង្កគ្រោះថ្នាក់កាកសំណល់មនុស្សនិងសត្វត្រូវបានបោះចោលមិនត្រឹមត្រូវវាចូលទៅក្នុងទន្លេបឹងទឹកក្រោមដីដែលធ្វើឲ្យសហគមន៍ទាំងមូលប្រឈមនឹងហានិភ័យអង្គការសុខភាពពិភពលោក WHO បានប៉ាន់ប្រមាណថាទឹកស្អាតកាកសំណល់និងអនាម័យមិនមានសុវត្ថិភាពបណ្ដាលឲ្យមានជំងឺរាគចំនួន 229,000 នាក់ជារៀងរាល់ឆ្នាំបានស្លាប់បាទហើយមួយទៀតការណែនាំអំពីវិធីសាស្ត្រ FAST and CLTS FAST និង CLTS ជាវិធីសាស្ត្រតាមបែបចូលរួមទាំងពីរដែលត្រូវបានប្រើប្រាស់នៅក្នុងកម្មវិធីទឹកនិងអនាម័យWASH ប៉ុន្តែពួកវាមានការផ្ដោតអារម្មណ៍និងវិធីសាស្ត្រខុសៗគ្នាការណែនាំអំពីវិធីសាស្ត្រ FAST និង CLTS FAST គឺជាការផ្លាស់ប្ដូរអនាម័យជាការចូលរួមសហគមន៍ដើម្បីកែលម្អអនាម័យផ្ទាល់ខ្លួនរបស់ពួកគេតាមរយៈឧបករណ៍បច្ចេកទេសដែលចូលរួមជាបន្តបន្ទាប់សង្កត់ធ្ងន់ទៅលើការផ្ដល់សិទ្ធិអំណាចការណែនាំអំពីវិធីសាស្ត្រ FAST និង CLTS សហគមន៍ដឹកនាំអនាម័យផ្ដោតលើការបង្កឲ្យមានការស្អប់ខ្ពើមនិងភាពអាម៉ាស់ដែលទាក់ទងនឹងការបន្ទោបង់ពាសវាលពាសកាលនឹងឯងដើម្បីលើកទឹកចិត្តឲ្យសហគមន៍ឲ្យបានសម្រេចនៅស្ថានភាព Open Definition Free ឬក៏ហៅកាត់ថា ODS នេះខណៈពេលដែលមានភាពខុសប្លែកគ្នាអាចត្រូវបានរួមបញ្ចូលប្រកបដោយប្រសិទ្ធភាពដើម្បីបង្កើតកម្មវិធី WASH ឲ្យកាន់តែទទួលឲ្យបានកាន់តែទូលំទូលាយនិងប្រកបដោយនិរន្តរភាពចំណុចទី7ប្រតិបត្តិការស្ថានីយទឹកស្អាតដើម្បីឲ្យមានសុខភាពល្អយើងចាំបាច់ត្រូវតែមានទឹកស្អាតសម្រាប់បរិភោគដើម្បីកសាងនៅស្ថានីយទឹកស្អាតបានយើងត្រូវរៀបចំផែនការដូចខាងក្រោមបាទបញ្ហាទឹកគឺជាសារធាតុជីវសាស្ត្រគីមីសាស្ត្ររូបសាស្ត្រធម្មតាត្រូវបានរកឃើញនៅក្នុងដែកមិនបានឆ្លងកាត់ប្រព័ន្ធចម្រោះក្រោមទឹកឬក៏លើដីទឹកភ្លៀងទឹកធ្លាក់ហើយដែលផ្ដល់ផលប៉ះពាល់អាក្រក់ដល់សុខភាពមនុស្សនិងសត្វអញ្ចឹងសារធាតុសំខាន់ត្រូវបានគេរកឃើញនៅក្នុងទឹកនោះមានដូចជាកម្រិតទឹកល្អម៉ង់កាណេសបាតេរីសារធាតុរឹងក្នុងទឹកឬហើយព្រមទាំងសារធាតុផ្សេងអញ្ចឹងមុនពេលដំណើរការស្ថានីយទឹកស្អាតមួយយើងត្រូវកំណត់ទៅលើអ្វីខ្លះបាទដំណើរការនឹងវិធីសាស្ត្រគឺកំណត់ពិនិត្យគុណភាពទឹកត្រូវវិភាគនៅក្នុង Labo សិនបន្ទាប់មកកំណត់ការជ្រើសរើសទីតាំងតើតម្រូវការខ្នងផ្ទះប្រជាពលរដ្ឋនឹងច្រើនឬទេទីតាំងនឹងហើយឆ្ងាយពីប្រភពទឹកដែរឬទេបាទវិភាគគុណភាពទឹកបាទហើយបន្ទាប់មកវិភាគតម្រូវការទីផ្សារតើប្រជាពលរដ្ឋទាំងអស់ហ្នឹងគាត់ត្រូវការទឹករបស់យើងអត់ឬក៏មានអ្នកផ្គត់ផ្គង់រួចហើយបាទរក្សាទំនាក់ទំនងជាមួយនឹងអាជ្ញាធរមូលដ្ឋានពិសេសគឺមន្ទីរអភិវឌ្ឍជនបទឥឡូវក្រោយពីដំណើរការបាទរចនាប្លង់ឬក៏រៀបផែនការនឹងឯងបាទហើយបន្ទាប់មកយើងត្រូវដំឡើងស្ថានីយទឹកហើយបន្ទាប់មកនៅពេលដំឡើងហើយពេលបានទឹកយើងត្រូវយកទៅវិភាគមួយតង់ទៀតបាទដើម្បីបញ្ជាក់គុណភាពរបស់ទឹកយើងថាត្រូវតាមស្តង់ដារអត់ហើយបន្ទាប់មកដល់ការបណ្ដុះបណ្ដាលផ្នែកប្រព័ន្ធប្រតិបត្តិការនិងការថែរក្សាប្រព័ន្ធបើសិនជាយើងមិនមានការបណ្ដុះបណ្ដាលទេវាអាចឲ្យសម្ភារៈហ្នឹងឆាប់ខូចហើយនឹងទឹករបស់យើងដែលពិសាទៅហ្នឹងគឺមានភាពកខ្វក់ដដែលដោយមិនមានការសម្អាតត្រឹមត្រូវការវិភាគនេះគឺមានលទ្ធផលល្អសម្រាប់អ្នកប្រើប្រាស់ដោយយើងតាមដានអំពីគុណភាពរបស់វាជាប្រចាំរយៈពេលអាចមួយឆមាសម្ដងបាទអាចមួយឆ្នាំ2ដងបាទអញ្ចឹងយើងបន្តទៀត
បាទឥឡូវខ្ញុំសូមណែនាំអំពីប្រព័ន្ធចម្រោះទឹកបាទជាទូទៅប្រព័ន្ធចម្រោះទឹកសម្រាប់ពិសានេះមាន3ប្រភេទបាទប្រភេទទី1នោះគឺប្រព័ន្ធចម្រោះទឹក US បាទហើយទី2នេះគឺប្រព័ន្ធចម្រោះទឹកសេរ៉ាមិកបាទសេរ៉ាមិកហើយទី3គឺប្រព័ន្ធចម្រោះទឹក RO អញ្ចឹងហេតុអីបានជាប្រព័ន្ធចម្រោះទឹកដូចគ្នាមាន3ប្រភេទបាទនៅពេលដែលយើងវិភាគគុណភាពទឹកឬក៏ប្រភពទឹកគេអាចដឹងថាគេយកឧបករណ៍ចម្រោះទឹកមួយណាសម្រាប់ប្រើបាទដោយរូបទី1គឺធុងស្តុកទឹកឆៅដែលយើងបូមចេញពីអណ្ដូងឬក៏ត្រពាំងនឹងឯងបាទតាមរយៈម៉ូទ័រធុងនេះប្រើសម្រាប់ស្តុកទឹកដើមបាទហើយរូបទី2គឺធុងចម្រោះម៉ង់កាណេសបាទវាមានតួនាទីដកយកធាតុដែកម៉ង់កាណេសសូហ្វីតបាទហើយទី3នោះគឺធុងចម្រោះកាបូនបាទវាមានតួនាទីដកយកសរីរាង្គសារធាតុក្លិននិងពណ៌រូបទី4បាទគឺធុងចម្រោះរ៉េស៊ីនបាទវាប្រើសម្រាប់បន្ទន់ទឹកដើម្បីចាប់យកសារធាតុរឹងពីទឹកបាទហើយរូបទី5គឺតម្រងសម្លេងបាទចាប់យកធាតុកកក្លិនច្រេះល្អដែលមានចន្លោះពី 0.1 ទៅ 0.5 មីលីក្រុងបាទនេះយើងត្រូវរក្សាសម្អាតប្រព័ន្ធសម្លេងនឹងឲ្យបានជាប្រចាំបាទហើយរូបទី6បាទគឺគេហៅប្រព័ន្ធ RO បាទវាចាប់យកសារធាតុកកក្លិនច្រេះល្អរហូតដល់ 0.001 ទៅ 0.1 មីលីក្រុងបាទហើយមួយទៀតរូបទី7គឺប្រព័ន្ធចម្រោះ US បាទវាចាប់យកសារធាតុកកក្លិនច្រេះល្អរហូតទៅដល់ 0.001 ទៅ 0.1 មីលីក្រុងបាទហើយរូបទី8គឺប្រព័ន្ធសម្លាប់មេរោគ UV បាទគឺជាកាំរស្មី Ultraviolet បាទសម្រាប់សម្លាប់មេរោគរហូតទៅដល់ 99.99% បាទខ្ញុំបានណែនាំអំពីឧបករណ៍សម្រាប់ចម្រោះទឹកវិសាហើយការបំពាក់ឧបករណ៍ទាំងនេះគឺតម្រូវទៅលើស្ថានភាពទឹកដែលយើងវិភាគមុននឹងដំឡើងឧបករណ៍នឹងបាទ